រដ្ឋមន្ត្រីក្រសួងទេសចរស្នើក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីបង្កើនជើងហោះហើរត្រង់បន្ថែមពីកូឡាឡាំពួរមកភ្នំពេញនិងពីកូឡាឡាំពួរមកខេត្តសៀមរាបនិងខេត្តព្រះសីហនុលោកហ៊ូតហាក់រដ្ឋមន្ត្រីក្រសួងទេសចរបានស្នើក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីអ៊ែរឡាញបង្កើនចំនួនជើងហោះហើរត្រង់ពីកូឡាឡាំពួរប្រទេសម៉ាឡេស៊ីមកភ្នំពេញនិងបង្កើតជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួរមកកាន់ខេត្តសៀមរាបនិងខេត្តព្រះសីហនុការស្នើបែបនេះរបស់លោករដ្ឋមន្ត្រីក្នុងជំនួបពិភាក្សាការងារជាមួយលោកឌឺសេនីអាសាន់ឌីរ៉ានតំណាងក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីអ៊ែរឡាញនាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរអាស៊ានដែលប្រព្រឹត្តទៅនៅទីក្រុងម៉ាឡាកាប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី30ខែកញ្ញាឆ្នាំ2025ក្នុងឱកាសនោះលោកហ៊ុតហាក់បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីអ៊ែរឡាញដែលបានចូលរួមជំរុញកំណើនភ្ញៀវទេសចរមកកម្ពុជាក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជននាពេលកន្លងមកលោកបានគូបញ្ជាក់ថាផ្លែផ្កានេះកើតចេញពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជាម៉ាឡេស៊ីនៅគ្រប់កម្រិតនិងគ្រប់វិស័យដោយរាប់តាំងពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរចំណងការទូតដែលមានរយៈពេលជាង68ឆ្នាំនិងជាពិសេសកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យទេសចររវាងប្រទេសទាំងពីរលោកមានសុតិធិនិយមថាជាមួយនឹងសម្បទាតបជាប់គ្រប់គ្រាន់របស់កម្ពុជាមានដូចជាអាកាសយានដ្ឋានអន្តរជាតិដេជោប្រភេទខ្នាត 4F អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុទាំងនេះគឺជាបច្ច័យវិជ្ជមានដែលចូលរួមជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីជុំវិញពិភពលោកដែលធ្វើដំណើរតាមរយៈប្រទេសម៉ាឡេស៊ីមកទស្សនាកម្ពុជាក្នុងន័យនេះលោកក៏បានស្នើក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីអ៊ែរឡាញនិងក្រុមហ៊ុនអាកាសចរផ្សេងទៀតដូចជា Fly Fly ដែលជាក្រុមហ៊ុនបុតសម្ព័ន្ធនៅក្នុងបុតសម្ព័ន្ធអាកាសចរម៉ាឡេស៊ីបង្កើនចំនួនជើងហោះហើរត្រង់ពីកូឡាឡាំពួរប្រទេសម៉ាឡេស៊ីមកភ្នំពេញនិងបង្កើតជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួរមកកាន់ខេត្តសៀមរាបនិងខេត្តព្រះសីហនុគួរបញ្ជាក់ថាក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីអ៊ែរឡាញមានជើងហោះហើរត្រង់មកភ្នំពេញកូឡាឡាំពួរចំនួន4ជើងជារៀងរាល់ថ្ងៃជាសមាជិករបស់ One Work Alliance ក្រុមហ៊ុនអាកាសចរនេះមានជើងហោះហើរទៅគោលដៅជាង900ក្នុងតំបន់ទីក្រុងចំនួន170នៅទូទាំងពិភពលោកក្រៅពីក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីអ៊ែរឡាញសម្ព័ន្ធអាកាសចរម៉ាឡេស៊ីក៏មានក្រុមហ៊ុនអាកាសចរ Fly Fly ផងដែរដែលធ្វើប្រតិបត្តិការហោះហើរនៅក្នុងស្រុកនិងនៅក្នុងតំបន់អាស៊ានក្រសួងទេសចរកម្ពុជានិងក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីអ៊ែរឡាញបានសហការនិងជំរុញការធ្វើទីផ្សារនិងផ្សព្វផ្សាយទេសចរកម្ពុជារួមគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរម៉ាឡេស៊ីនិងអន្តរជាតិមកកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀតនិងអន្តរជាតិមកកម្ពុជាឲ្យកាន់តែច្រើនឡើងបន្ថែមទៀត